សួរសាច់ថ្មីទាំងអស់គ្នាជំរាបសួរហើយមើលទៅដូចជាស្រស់ស្រាយច្រើនជាងមុនហើយមនុស្សក៏ច្រើនទៀតកិច្ចចាប់ផ្ដើមនេះខ្ញុំសូមអញ្ជើញបងហេរ៉ូមកដល់ល្មមបាទមកហើយមិនបាច់ចាំលឿនទេដល់អត់លុយយើងនៅមកលឿនហ្នឹងអញ្ចឹងបើចិត្តនេះបាទអរគុណអូខេខ្ញុំនិយាយរឿងមួយប្រាប់អ្នកទាំងគ្នាហើយនឹងបងហេរ៉ូផងដែរបាទអរគុណគេថានៅក្នុងโลกនេះគ្រប់អ្វីៗគេមានភាពចាប់ផ្ដើមនិងការបញ្ចប់របស់វាមែនទេបើសិនយើងត្រឡប់ទៅអតីតកាលរបស់យើងត្រឡប់ទៅកាន់អ្វីៗរបស់យើងពីមុនមកយើងនឹងឃើញភាពស៊ីវិល័យរបស់មនុស្សភាពអរិយធម៌របស់មនុស្សខុសពីយើងដូចបច្ចុប្បន្ននេះខ្លាំងណាស់តែមិនយូរប៉ុន្មានមនុស្សក៏បានកែប្រែអ្វីៗគ្រប់យ៉ាងធ្វើឲ្យមានភាពរស់រានមានជីវិតប្រសើរជាងមុនហើយជាពិសេសគឺគេបង្កើតនៃហិរញ្ញវត្ថុគេបង្កើតនៃការចាយវាយដែលធ្វើឡើងអំពីលោហៈធាតុផ្សេងហេរ៉ូនេះគឺជាអ្វីដែលពួកគាត់បានធ្វើកាលពីអតីតកាលបាទគឺជាកៈនឹងម្ដងទៀតហើយបន្ទាប់មកមនុស្សបានកែប្រែគ្រប់យ៉ាងកែប្រែរបស់ប្រើប្រាស់ធ្វើអំពីលោហៈធាតុធ្វើអំពីដីឥដ្ឋឲ្យទៅជាភាពបច្ចុប្បន្នបែបនេះឃើញទេហេរ៉ូបាទគឺជាកែវនឹងហើយមានអីទេខាងក្នុងគឺទៅទេឡតហ្មងបាទនេះហើយជាអ្វីៗដែលបានកែប្រែពីអតីតកាលទៅបច្ចុប្បន្នហេរ៉ូឃើញទេយើងនឹងគ្រប់វាហេរ៉ូបាទឥឡូវនេះគឺគ្របចិត្តហើយនេះគឺជាទីចាប់ផ្ដើមរបស់វាខ្ញុំយកកាក់មួយហេរ៉ូបាទយកទៅហើយនេះគឺជាទីបញ្ចប់របស់វាដូចគ្នាសម្លឹងមើលមកកាន់ទីនេះហេរ៉ូអូយទៅមិនទៅវាចូលតាមណារួចអត់មានរុនផងឲ្យចូលល្មិចអូនៅក្នុងមែនណានេះបាទហើយមិនទៀតអានឹងបាទនេះហើយគឺជាភាពវិវត្តនៃមនុស្សអតីតកាលរហូតដល់បច្ចុប្បន្នរបស់យើងបានន័យថាមិនអត់យល់រឿងមិនយល់យើងនឹងមានបន្តទៅទៀតនៅមានតទៅទៀត to be continue Hello to be continue ណាទីបន្តទៀតគឺអញ្ចេះ Hero មកម្នាក់ឯងចុះអញចេញបងស្រីមកបានទេបានឲ្យតែលុយដល់មកឲ្យសូមអញ្ជើញ Zorida សូមស្វាគមន៍ទួស្រីអូហោះមកទៀតមិនដើរធម្មតាទេបាទអូបោកដីឲ្យស្អាតមុននឹងឈើបាទព្រោះមិនយើងពិធីករណីថ្ងៃនេះយើងសំដែងមិញខ្ញុំបានប្រាប់បងហេរ៉ូអំពីអ្វីៗគ្រប់យ៉ាងដែលតាក់ទងទៅនឹងអតីតកាលរបស់មនុស្សខ្ញុំភ្លេចអស់ហើយប្រាប់អាស៊ូមដងទៀតទៅបាទចាបន្តទៀតនេះគឺបែបនេះចក្រវាឡដ៏ធំធេងបែបនេះគឺប្រកបទៅដោយភាពអានកំបាំងដែលទាមទារឲ្យមនុស្សរបស់យើងស្វែងរកចម្លើយរបស់វានៅឯណាវាមិនខុសអំពីយើងដែលរស់នៅលើផែនដីនេះទេមិនថាអញ្ចឹងបង្កើតឲ្យមានរុក្ខជាតិហេរ៉ូគឺក្រូចអូយរុកខ្ញុំនៅក្រោយបង្កើតឲ្យមានជីវិតពងមន់ពងទាពងកងានលាក់នឹងលាក់នេះសុតបង្កើតឲ្យមានជីវិតសុតហីមិនបានយកអានឹងមកដាក់លើខ្ញុំបើបានសស្គូអញ្ចឹងល្អទេនឹងបង្កើតអ្វីៗគ្រប់យ៉ាងសម្រាប់មនុស្សក៏ប៉ុន្តែទោះបីបែបណាក៏ដោយភាពចាប់ផ្ដើមនឹងមានភាពបញ្ចប់របស់វាដូចគ្នា Please I can do you have anything មានអីដែលខ្ញុំអាចសម្ដែងបានទេខ្ញុំអាចកុំលាធំពេកចាខ្ញុំអាចចេញជឿននឹងបានទេបងហេរ៉ូអូយជឿនឲ្យទៅរៀបរាប់ច្រើនម៉េច
តែជីនឯអត់ពេជ្រឯក៏ខ្ចីបើហេរ៉ូពេជ្រធំមក ធំមកនេះពេជ្រប៉ុនភ្នំ ចា បងហេរ៉ូ មើលហេរ៉ូហេរ៉ូមើលស្រួលប្រយ័ត្នបាត់បាត់ជីនឡាទីនខ្ញុំណា ក៏ប៉ុន្តែក៏វាមិនថិតធាដែរមែនទេ បាទ ចាំគ្រប់អ្វីៗដែលមានការចាប់ផ្ដើមត្រូវតែមានការបញ្ចប់ហើយវាបញ្ចប់ដែរបែបនេះសូមមើលចិញ្ចៀន យ៉ា របស់ បែកពងពីលើដៃណា ពងខ្ញុំកុំចេះ អត់ទេបានជាខ្ញុំហើយ វាមិនដែរណាចិត្តឈឹងយើងចូលរួច អើយ នេះលឺយំទៀតអូយចេះណាអូធ្វើមិនជាតិមិន ជីនឡាទីន អូយចេះណាកុំក្លឹកកូនទានៅក្នុងហ្នឹងបាទឥឡូវនេះចិញ្ចៀនបានចូលទៅបាត់ហើយ នេះជាជីវិតហើយវាក៏មិនខុសពីចិញ្ចៀនដូចគ្នា តែជីវិតដូចចិញ្ចៀនដែរ ហេរ៉ូ បាទស្អីទៀតអីចេះ ចា បងលីសាលាតដៃឲ្យខ្ញុំ ចា លាតទាំងពីរ Sorry តា ទេអូសុំទោសលាតទាំងពីរស្ដាប់ព្រោះបញ្ចប់មួយទៀតស្ដាប់ប៉ុណ្ណឹងងាកទៅកាន់ខាងមុខរបស់ពួកគាត់អូខេ នៅស្គីមហេរ៉ូនៅស្គីម យ៉ាបែបគេប្រងបញ្ចូលសិលអីក៏មិនដឹងនេះតែបញ្ចូលបានខ្ញុំបញ្ចូលដែរ សូមមេត្តាសម្លឹងមើលមកទីនេះហេរ៉ូអាលីសានោះគឺធម្មជាតិដែលបានបង្កើតអ្វីគ្រប់យ៉ាងបង្កើតជីវិតក៏ប៉ុន្តែជីវិតមិនថិតទេហើយវានឹងមានប្រតិកម្មនឹងរូបរាងបែបនេះ អីបងទាចាស៊ីក្រួយអញវាមិនដែលយំជីកមិញទៅណាបាត់ភ្លាម ដូចខ្ញុំថាអញ្ចឹងគ្រប់អ្វីគ្រប់យ៉ាងកើតស្លាប់វាជារឿងធម្មតារបស់ធម្មជាតិបុកប្រល់ឲ្យយើងគ្រប់គ្នាក៏ប៉ុន្តែធម្មជាតិមិនដែលបំពេញរឿងនេះមួយគឺធម្មជាតិនឹងបង្កើតអ្វីគ្រប់យ៉ាងត្រឡប់មកវិញដំបូងចិញ្ចៀនលើកទី2គឺពងទាឯធម្មជាតិនៅតែឯង ចឹងវាប្រមូលចូលគ្នាហ្មង រឿងរ៉ាវវាកើតឡើងដល់បែបនេះអាលីសាដើរមកចិត្តខ្ញុំដើរមកចិត្តទៀតគ្រួហើយគ្រួខ្ញុំ ពងទាក្នុង ឥឡូវបានពងទាកុំអត់ចាំមើលធ្វើអីទៀត លីសាទាញចូលពងទា ពងទាយកពងហេរ៉ូអាចពងទា ឆ្ងល់ដែរវិញ ពងទាហេរ៉ូកាន់មិញចា មិនក៏ទៅជាអញ្ចឹងកើតទេ ចា នៅស្ងៀមតាហឺបានជៀនអត់ទួខុសត្រូវទេនិយាយគ្នាហើយ បងហេរ៉ូទៀតដៃអត់ទៀតបន្តិចលីសាគោះពងទាថ្នមថ្នមកុំតន់ កុំតន់គោះឲ្យតែបានលឺគោះពងនឹងនិយាយពីលឿន គោះ គោះ ខ្ញុំជួយក៏បានដែរអូខេគោះ ជឿគេពងទារឹងមើលដុំថ្មអញ្ចឹង អេជិនខ្ញុំមិនទៅនៅក្នុងពង ជួនណាវាស្រឡាញ់ពងវិញអាសូអូ អើហេ អូបែកពងអត់ហើយ អូចាប់បែកពងហេរ៉ូហ៎ច្រឡំ ទេធម្មជាតិពិតជាវល់មែននេះ ចាអរគុណ សុក ខ្ញុំស្មានតែបាត់ជៀនខ្ញុំបាត់ហើយលោកឯង បាទសុំសម្លេងគ្រប់ត្រឲ្យខ្លាំងម្ដងទាំងអស់គ្នាទៀតណ៎អូយ ចា
300 អ្នកដែលមិនបានចូលរួមក្នុងព្រឹត្តិការណ៍នឹងមានការងឿងឆ្ងល់ណាស់សូម្បីតែខ្ញុំជាអ្នកចូលផ្ទាល់ហើយបានកាន់ទាំងពងផ្ទាល់ បាទ សុកបាត់អាពងខ្ញុំកាន់នឹងបាត់ទៀត សំខាន់ជានឹងរបស់ខ្ញុំ ហើយឥឡូវ លេង ទៅ តុ នៅ ងទីនណា វាអត់មានមូលហេតុអីដែលវារត់នៅក្នុងនឹងកើតសោះនេះ ហើយមិញពងហេរ៉ូអ្នកកាន់ បាទ បាទឃើញថាចិញ្ចៀនកញ្ញាសូដា ចាអញ្ជើញរបស់ខ្ញុំ ចោល ហើ ហើយ យ ចឹង ពោ បាទ ទៅចូលក្នុងផ្លែគ្រូ តែ បាទ អញ្ជើញ យ៉ាងម៉េចបាទ អញ្ជើញចូលក្នុងពងហេរ៉ូអ่ะ អើ ពងទាដែលហេរ៉ូកាន់ បាទ ច្រឡំចុះពងទានេះហេរ៉ូឯងអ្នកកាន់ណោះហើយ ហើយចាំដល់ពេលពងខ្ញុំបែកមិញមានប្រឡាក់ស្រួយ បាទ មានណាប្រឡាក់តែពីរនាក់ ហេប្រឡាក់ដែរ នេះខ្ញុំពាក់អញ្ជើញហើយ តែអញ្ចឹងនៅក្នុងពងយើងប្រឡាក់របស់យើងហើយ បាទសូមតសាណាសម្រាប់នៃការបង្ហាញជូននៅជារហស្សកម្មផងដែរបាទ អរគុណលោកម៉ៅអរគុណសូមមីក្រូហ្វូនឲ្យលោកម៉ៅមានប្រសាសន៍បន្តិចមកអត់អីទេដោយសារអូគេស្ដីឲ្យចាំគិតតាមក្រោយទៀត ឥឡូវចេះបាទចង់សួរបងបើសិនបើយើងចង់ឲ្យចេះនៃវិធីហ្នឹងតើរៀនរយៈពេលប្រហែលជាប្រហែលអាចប្រហែលខែឬក៏ប្រហែលអាទិត្យដែរបាទអាចមកចេះហ្នឹង វាមិនខុសពីសិល្បៈដទៃទេគឺ បាទ តម្រូវទៅឲ្យភាពចំណាំងរបស់យើងការជួយចិត្តរបស់យើងទៅពេលដែលយើងជួយចិត្តគឺអ្វីៗវាទៅមុខរហូតដូចគ្នាមិនពិបាកក្នុងការសម្ដែងទេក៏ប៉ុន្តែខ្ញុំនិយាយតាមត្រង់អ្វីដែលខ្ញុំបានសម្ដែងនេះគឺជា trick ដែលខ្ញុំបង្កើត 100% គឺថ្មីមិនចម្លងពីតាណាទាំងអស់ បាទ ចា ដែលខ្ញុំចំណាយពេលបង្កើតtrick ពីរនេះ បាទ ក្នុងកម្មវិធីនេះគឺខ្ញុំចំណាយពេលដល់រយៈពេលខ្ញុំគិតទុកតាំងពី3ខែមុនមកលេះ អូ ហើយ បាទ ខ្ញុំគិតថាបើសិនជាឱកាសដែលមានខ្ញុំនឹងបង្ហាញពីឥឡូវនេះឱកាសគឺមានមែន ចា ប៉ុន្តែខ្ញុំមិនសាចេះដូចថាមុននឹងគាត់ធ្វើការលេងក៏បានធ្វើការឆ្យងដែលថាបញ្ចូលតួនិយាយធ្វើឲ្យយើងស្ដាប់ហ្នឹងមានថា ចំណាប់អារម្មណ៍ លុ គិត ះតាមការគាត់ធ្វើការ ហើយគិត បង្ហាញជូនផងដែរ គិត បាទ ចា អ្នកលងសម្រាប់ខ្ញុំគឺអត់មានអីលងទេបាទអរគុណតើលោកមានការថ្លែងយ៉ាងណាដែរទៅកាន់ទស្សនិកជនដែលគ្រប់គ្រងលោកនៅគណៈនេះ បាទខ្ញុំបាទក៏មានភាពសប្បាយចិត្តដែលឃើញបងប្អូនពុកម៉ែច្រើនមែនទែនចូលរួមមកកម្មវិធីផ្ទាល់ដែរហើយក៏អរគុណស្ថានីយទូរទស្សន៍ CNA ដែលបានខ្ញុំមានឱកាសមកទីនេះហើយក៏សូមជូនពរឲ្យសុខភាពល្អនិង